ដំណាលែងកាលអង្គព្រះទ្រង់ញៀនណាយាងចរពៀនមានកំរិតក្រោមដើមរាំងភ្នំព្រៃចំចិត្តបរិស័ទមូលមិត្តពេញត្រៀបត្រានាថ្ងៃអង្គារ15កើតណាក្នុងខ្នាតវិសាខខែមេសាឆ្នាំម្សាញ់បញ្ញស័ក្តិយាមអង្គាវេលាព្រឹកព្រៀងស្វាងរាំងស្មីធារានោថេរៈទាំងចាស់ក្មេងលើកលែងតែអង្រហនថ្លៃពេលនោះយកបំយំពេកក្រៃស្ដាយព្រះចិនស្រីគ្រប់គ្នាខ្លាំងស្ដាយធ្លាប់ស្ដាប់ច្បាប់អវាទណាខ្លាំងស្ដាយបណ្ឌបាតតាមធម្មតាខ្លាំងស្ដាយធ្លាប់ស្ដាប់ធម៌តែងស្នាគ្រប់គ្នាទាំងអស់គ្មានសែងសល់ក្នុងព្រៃសាលវ័នលន់រំពងកឹកកងទាំងអង្គសពសង្កលការរាំងចំរុងជ្រុងជាផល
ថ្វាយដល់ព្រះមនិនពិនសោកាលុដល់គ្រាក្រោយព្រះអានន្ទនិមន្តបណ្ឌបាតតាមធម្មតាអ្នកស្រុកស្រីប្រុសទាំងអស់គ្នាវន្ទាយំសួរអានន្ទថាបបិទ្ធលោកម្ចាស់ឈ្មោះអានន្ទចំអង្គរហន្តព្រះចោមភពបាត់អង្គសាស្តាទាំងថ្ងៃយប់ចោមភពតើស្ដេចយាងទៅណាខ្ញុំធ្លាប់បានស្ដាប់ឃើញលោកម្ចាស់ជាមួយនឹងព្រះសពវេលាថ្ងៃនេះបាត់អង្គព្រះឈ្នះមិនឃើញសាស្តាស្ដេចយាងមកអានន្ទមិនធន់ទុនព្រះតីលឺអស់ប្រុសស្រីស្ដីសួរព្រះអង្គសាស្តាមិនឃើញមកអានន្ទយកហាត់ខ្ទប់ភ័ត្រាញោមអើយសម្ដេចព្រះទ្រង់ញៀនណាយាងចូលនពៀនទៅហើយណាបានបាត់
ព្រះសង្ស្ដាឃើញតែអាត្មាម្នាក់ឯងនៅញោមអើយកម្មកាចរបស់យើងឲ្យយើងប្រត់ប្រាស់ព្រះចោមចៅចាប់ផ្ដើមពីថ្ងៃនេះតទៅយើងនៅកំព្រីគ្រប់